មកលេងកេរីរំថ្ងៃដំបូងពួកខ្ញុំបានជួបរឿងដែលនឹកស្មានបណ្ដោបងប្អូនទាំងគ្នាចាំទស្សនាមើលស្អីគេហ្នឹងបំរាមហាមបរិភពអាហារនៅទីនេះនៅខាងលើចិត្តមាត់ជ្រោះមានកញ្ចុះហ្នឹងកន្ទេសម្រាប់ជួយ៉ាងណាដែរតែមកកេរីរំលើកដំបូងគេដាញ់ខ្ញុំឲ្យបាយសบายខ្មែរយើងត្រូវតែជួយគ្រប់គ្រងផលិតផលរបស់ខ្មែរបើយើងនៅខ្មែរបើយើងមិនញ៉ាំម្ហូបខ្មែរយើងទៅញ៉ាំម្ហូបបរទេសមិនកើតទេមកលេងកេរីរំលើកនេះបងប្អូនទាំងគ្នានិយាយថាក្មេងៗជួយចិត្តស្រឡាញ់ជួយចិត្តពួកខ្ញុំមែនតើមកយកកម្របការមកជូនពួកខ្ញុំដល់លើម៉ូតូមកបងប្អូនទាំងគ្នានិយាយថាគ្មានយកលុយបន្តិចទេទៅខ្ញុំមិនដឹងយកមួយណាទុកមួយណីគឺអីបងប្អូនទាំងគ្នាអូយតន់អស់សិនដេកផងបងប្អូនទាំងគ្នាងើបពីដេកតន់ចាយផងបងប្អូនហើយលេងងើបពីវលំទៅលេងកេរីរំតែម្ដងហ្នឹងហើយកុំទៅ50-60ហ្នឹងទៅដល់ចាប់ស្តុបយកអីឈប់ក្នុងគ្នាវិចសក់វិចអីថតលេចកើតទៅបងប្អូនទាំងគ្នានិយាយថាថតដល់ភ្នំហ្នឹងនេះជិះម៉ូតូដល់ភ្នំហ្នឹងទៅបង្ហាញបងប្អូនឲ្យមើលបងប្អូនទាំងគ្នាអាចតែងុយដេកពេកហ្នឹងហើយឥឡូវមកដល់កន្លែងទិញអីផឹកក៏រំបន្តិចតួចអីហ្នឹងទៅបងប្អូនទាំងគ្នាបានកាហ្វេអីជំនួយតិចទៅមួយដេកពេកឥឡូវមកទិញអីញ៉ាំនេះយកទៅញ៉ាំលើភ្នំបងប្អូនទាំងគ្នាភ្នំកេរីរំអញ្ចឹងហ្នឹងហើយមានទឹកសុទ្ធមានអីហ្នឹងបងប្អូនទាំងគ្នាមើលតាមហ្នឹងហើយមើលមានស្អីបងប្អូនខ្ញុំយួរស្អីបងប្អូនទាំងគ្នាខ្ញុំបញ្ចូលសម្លេងហ្នឹងខ្ញុំមិនដឹងនិយាយថាម៉េចដែរព្រោះវីដេអូហ្នឹង view ដែរណាដល់មួយឆ្នាំជាងខ្ញុំទៅបានកាត់តបផុសអញ្ចឹងហើយនិយាយថាអ្នកថតជាមួយអ្នកចូល vlog ហ្នឹងគេសួរថាថ្ងៃណាចេញ vlog ហ្នឹងថ្ងៃណាចេញខ្ញុំមិនដឹងឆ្លើយថាម៉េចទេខ្ញុំថាគ្មានពេលចេញទេឥឡូវគ្មានពេលចេញហើយដល់គេលេងសួរបាទខ្ញុំចេញ vlog ហ្នឹងបានបងប្អូនទាំងគ្នាឥឡូវនេះមកដល់ត្រឹមនេះបងប្អូនហើយក្មេងៗហុចផ្កាឲ្យទៅមកខ្ញុំថាអត់យកទេហ្នឹងហើយដល់ពេលមកដល់មកនេះ step ផ្លូវតែម្ដងបងប្អូនទាំងគ្នាមើល step ផ្លូវខ្ញុំចូលយកតែម្ដងនិយាយរួមថាចូលមកដល់ពុកយកខ្ញុំដឹងយកមួយណាយកមួយណីបងប្អូនទាំងគ្នានិយាយថាផ្កាច្រើនមែនទេបងប្អូនអើយខ្ញុំដឹងយកមួយណាមួយណីក៏ខ្ញុំយកតែមួយបានហ្នឹងហើយឲ្យស្រីពេកអញ្ចឹងហើយបងប្អូនខ្ញុំនៅខាងក្រៅបងប្អូនទាំងគ្នាមិនមែនសង្សារខ្ញុំណាបងប្អូនស្រីខ្ញុំបងប្អូនម៉ូតូអរិយាពេល2ម៉ោងជឿបងប្អូនទាំងគ្នាលើពេលនេះពួកខ្ញុំបានមកដល់រវងមូលនាពណ៌ហើយក៏នាំគ្នាចុះពីលើម៉ូតូមកក៏ចាប់ផ្ដើមនាំគ្នាទាញទូរស័ព្ទម្នាក់មួយដើម្បីថត TikTok ឬក៏ថត freestyle ផ្សេងនៅរវងមូលនាពណ៌ឥឡូវនេះបងប្អូនទាំងអស់គ្នាហើយខ្ញុំកំពុងតែទិញសម្បត្តិចូល resort បងប្អូនទាំងអស់គ្នាសម្បត្តិនេះគឺថាសស្គូតែម្ដងមិនដឹងជាសម្បត្តិអីទេហើយកន្លែងនេះដែរក៏មិនដឹងជាកន្លែងអីដែរហើយពេលនេះដែរពួកខ្ញុំក៏បានជិះម៉ូតូទៅរក resort នឹងឯងហើយបងប្អូនទាំងអស់គ្នានិយាយថាជិះតាមផ្លូវទេសភាពស្អាតស្រស់ស្អាតខ្លាំងមែនតើបងប្អូនមើលទៅតាមវីដេអូនេះមកម្ដងហើយចង់មកម្ដងទៀតតែម្ដងបើមិនជឿខ្ញុំទេសាក់ទៅលេងមើលបើមិនទៅលេងហើយត្រឡប់មកវិញទៅទួយសុំម៉ែសុំឪទៅលេងម្ដងទៀតឥឡូវហ្នឹងខ្ញុំទៅម្ដងអីខ្ញុំដឹងតែផ្ញើម៉ូតូកន្លែងនេះហើយក៏នាំគ្នាវិចបាយម្ហូបយកទៅញ៉ាំក្នុងព្រៃបងប្អូនទាំងអស់គ្នាហ្នឹងហើយប៉ុន្តែមិនមែនក្នុងព្រៃណាគឺថាលើភ្នំនេះតែម្ដងហើយខ្ញុំក៏ជួបរឿងចម្លែកដល់សារចម្លែកបងប្អូនទាំងអស់គ្នាចាំរងចាំទស្សនាបងប្អូនទាំងអស់គ្នាចាំមើលណាហើយនៅពេលនេះដែរបងប្រុសរបស់ខ្ញុំកំពុងតែក្រាកាមេរ៉ាដើម្បីហូបបាយហើយខ្ញុំក៏ថតពីលើអញ្ចឹងទៅហើយក៏នាំគ្នា unboxing ម្ហូបដែលទិញអំបញ្ញមិញនេះហើយចាំមើលថាម្ហូបហ្នឹងមានអ្វីខ្លះបងប្អូនទាំងអស់គ្នាខ្ញុំមិនចង់អួតទេបងប្អូនទាំងអស់គ្នាអើយមកកេរីរំម្ដងបងប្អូនទាំងអស់គ្នាញ៉ាំបាយតបស្លឹកឈុកអញ្ចឹងទៅបានគេហៅថាខ្មែរពិតប្រាកដខ្មែរយើងត្រូវតែជួយគ្រប់គ្រងផលិតផលរបស់ខ្មែរបើយើងនៅខ្មែរបើយើងមិនញ៉ាំម្ហូបខ្មែរយើងទៅញ៉ាំម្ហូបបរទេសមិនកើតទេហើយនេះគឺត្រីឆ្លងបងប្អូនទាំងគ្នាស្គាល់ត្រីឆ្លងតែអត់ស្គាល់ត្រីឆ្លងដូចស្គាល់វាមានឯករីឬក៏កេរីរំអញ្ចឹងបងប្អូនទាំងគ្នាហើយមើលបងប្អូនទាំងគ្នាស្អីគេខ្ចប់ស្លឹកឈុកក៏ធំខ្លាំងមែនតើស្អីគេនោះបងប្អូនទាំងគ្នាអើយហ្នឹងជួយ unboxing ទាំងអស់គ្នាតែម្ដង1 2 3វ៉ាស្អីគេបងប្អូនទាំងគ្នាខ្មៅអីមើលទៅស្អីកុំច្រឡំជាមួយនឹងស្អីគេនោះហ្នឹងហើយតែប៉ុន្តែទាខ្វាយទេបងប្អូនទាំងគ្នានិយាយថាទាខ្វាយមកខ្វាយនេះភ្លេចហើយវីដេអូហ្នឹងឆ្នាំជាងហើយក៏ថតលេងញ៉ាំបាយទៅបងប្អូនទាំងគ្នាអង្គុយញ៉ាំបាយសុកបងប្អូនទាំងគ្នាមើលនៅញាប់ដៃញាប់ជើងណាក៏មានរឿងមួយកើតឡើងបងប្អូនទាំងគ្នាចាំទស្សនាមើលថារឿងអ្វី1 2 3បាទយ៉ាងណាបងគេអីយ៉ាងអត់ដឹងចូលវិញដឹងបំរាមគេមកបំរាមធំមើលទៅថតបំរាមវិញមើលហ្នឹងហើយបងប្អូនទាំងគ្នាគឺថាញ៉ាំខុសបំរាមគេហ្នឹងហើយគេដាក់ផ្លាក់ប្រវត្តិប៉ុណ្ណានេះអត់ព្រមមើលទៅក្រៅកាមេរ៉ាឲ្យញ៉ាំឯណាណៃបំរាមធំពេកបំរាមហាមបរិភពអាហារនៅទីនេះ
នៅខាងលើចិត្តមាត់ជ្រោះមានកញ្ចុះហ្នឹងកន្ទេលសម្រាប់ជួយ៉ាងណាដែរតែមកគ្រីរំលឹកដបោគេដេញខ្ញុំឲ្យបាយបាយមែនវាដឹងមែនអត់ដឹងគេដាក់បំរាមដែរតែបំរាមនោះតូចនៅខាងក្រោមអូនៅលើនេះតែយើងមើលមិនឃើញវាតូចពេកមកខាងលើស្លក់អស់លេងមកអានសអត់ដឹងទេមកខាងក្រោមអត់អីទេ ហើយប្លុកនេះក៏តន់ចាប់ដែរបងប្អូនទាំងគ្នាចាំមើលទស្សនាភាគ2ទាំងអស់គ្នាបងប្អូនទាំងគ្នានិយាយថាភាគ2ភាគ3ភាគ4តាមវីដេអូប្លុកហ្នឹងណា